ធ្លាប់តែឃើញនៅក្នុងហ្គេមបរិសម្នាក់នេះឆ្នៃដីធ្វើរីសតនិងចិញ្ចឹមសត្វដំបូងគេនៅតំបន់ជីផាតធ្លាប់ជាមនុស្សម្នាក់ដែលមានបញ្ហាផ្លូវចិត្តលេងចង់បានអ្វីគ្រប់យ៉ាងលោកតឹងជីវីដែលជាម្ចាស់អាជីវកម្មមួយរូបមានហាងជាច្រើននៅរាជធានីភ្នំពេញបានសម្រេចចិត្តទិញដីមួយកន្លែងនៅលើទឹកដីនៃសហគមន៍អេកូទេសចរជីផាតខេត្តកោះកុងក្នុងគោលបំណងដើម្បីរៀបចំជាដំណាំដាំដុះសម្រាប់ចូលនិវត្តន៍ដំបូងយើងចង់បានផ្ទះលំហែពេលចាស់ទៅបាទมันមកទិញដីនៅនឹងអញ្ចឹងពេលដែរទិញដីច្រើនកន្លែងដល់ពេលមកឡើយឃើញស្អាតទេសភាពស្អាតបាទមានទឹកនៅក្រោយអូខេហើយយើងស្រឡាញ់បណ្ដោយស្រឡាញ់មកបកកើតទៅបងបាទប៉ុន្តែអ្វីដែលមិននឹកស្មានគឺធម្មជាតិនៅតំបន់ជីផាតមិនត្រឹមតែជួយឲ្យលោកតឹងជីវីជាសះស្បើយអំពីបញ្ហាផ្លូវចិត្តប៉ុណ្ណោះទេប៉ុន្តែវាក៏បានបង្កើតជាមុខរបរថ្មីមួយទៀតសម្រាប់រូបលោកនិងដៃគូសហការផងដែរដោយបច្ចុប្បន្ននេះលោកបានកែប្រែដីចំការជាប់មាត់ទឹករបស់ខ្លួនឲ្យក្លាយជារីសតដ៏ស្រស់ស្អាតមួយនៅក្នុងតំបន់ជីផាតដែលអាចទាក់ទាញភ្ញៀវទេសចរទៅលេងជាច្រើនអ្នកខ្ញុំហ្នឹងវាច្រើនតែភ្ញៀវសិស្សសាលាភ្ញៀវធនាគារភ្ញៀវអីចឹងភ្ញៀវជាលក្ខណៈក្រុមហ៊ុនណាបាទគាត់អាចមកជាលក្ខណៈ team building ហ្នឹងហើយ team work ហ្នឹងហើយឬក៏ចុះកម្មសិក្សាហ្នឹងមួយគ្នាភ្ញៀវសាលារៀនអីហ្នឹងក៏មកដែរមានគ្រូមានសាលាបរទេសសាលាបរទេសក៏មកបាទលក្ខណៈពិសេសនៃសន្សើមរីសតរបស់លោកជីវីគឺការរៀបចំដាំដំណាំហូបផ្លែរាប់រយដើមការចិញ្ចឹមសត្វជាច្រើនប្រភេទដូចជាត្រីមាន់ជ្រូកព្រៃទន្សាយ guinea pig និងកូនឆ្កែស្អាតៗជាច្រើនផ្សេងទៀតរៀបចំយ៉ាងស្រស់ស្អាតប្រៀបដូចជានៅក្នុង game High Day អញ្ចឹងដែរបងខ្ញុំចាប់អារម្មណ៍តែនេះយើងបង្កើតរីសតប៉ុន្តែលក្ខណៈពិសេសរបស់យើងគឺមានចិញ្ចឹមសត្វច្រើនដូចនៅក្នុងដៃនេះមានពួកយើងស្រឡាញ់សត្វនេះចារីសតស្រឡាញ់សត្វគ្រប់មានសត្វគ្រប់សត្វអាចថា High Day នៅស្រុក High Day នៅ real life បងនៅនេះមានសត្វប្រមាណប្រភេទដែលយើងចិញ្ចឹមបច្ចុប្បន្នអាច develop ខ្លះៗបានទេមានច្រើនមានឆ្កែមាន guinea pig មានមាន់ព្រៃមានកដោមានទន្សាយអូខេមានជ្រូកអាចធូរបានខ្លះបាទតាបងបាទបងនៅនេះយើងហៅទ្រុងអីគេ guinea pig សរុបឥឡូវមាន500ក្បាលពីមុនយើងចិញ្ចឹមតែ15ក្បាលទេហើយឥឡូវមានលក់ខ្លះដែរបងមានលក់តែបងបាទគោលបំណងធំក្នុងការចិញ្ចឹមសត្វទាំងអស់នេះមិនទៅបងអានេះយើងទិញមកដើម្បីចុងលម្អរីសតយើងបាទឲ្យភ្ញៀវមកលេងអញ្ចឹងទៅមកចាប់លេងឃើញមកបីអញ្ចឹងទៅហើយអត់ចេះខំកម្រខំមនុស្សអាហ្នឹងបាទអូខេហើយយើងក៏មានលក់ខ្លះដែរបាទមានលក់ខ្លះដែរអាចថាការលក់នេះយើងលក់ពវលចំណៃបាទហើយពេលខ្លះទៅបើយើងទុកច្រើនពេកក៏អត់សូវនេះបានដែរច្រើនពេកមាននេះណាបើចំណៃបើចង់និយាយថាមួយខែស៊ីចំណៃអត់ច្រើនណាបាទអញ្ចឹងបងប្អូនដែលស្រឡាញ់ guinea pig អាចមក resort សន្សើមresort សន្សើមអាចមកលេងផងអាចមកទិញយកទៅបាទមានតម្លៃសមរម្យច្រើនបាទមានច្រើនតម្លៃមានពី2ថ្លៃទៅថ្លៃមានមួយក្បាលមានពី5រៀលទៅ5រៀលអូមានតែ5រៀលអាចទិញយកទៅចិញ្ចឹមបាទហើយមើលមេមួយកូនរហូតដល់5អីតែកើតទេនេះហ្នឹងតែកើតផឹកមិញបាទចាឥឡូវនេះបងប្អូនចូលមកដល់ទ្រុងមាន់វិញមកពីសត្វ guinea pig ឥឡូវមកដល់ទ្រុងមាន់បងមាន់នេះសត្វមាន់ព្រៃក៏មិនដែរមាន់ព្រៃបងមាន់ព្រៃហើយមាន់នេះយើងអាចថាបរិភោគដែរក៏មិនដែរបរិភោគទេតាហើយលក់ដែរបើមានគេស្រឡាញ់ចង់ទិញមានភ្ញៀវចង់ទិញណាចង់ទិញច្រើនគេសុំទិញបងអានេះធម្មតាយើងបលែងវាដែរអត់ក៏មិនដែរបលែងចាធម្មតាបលែងតែសារនេះគឺធ្វើការអត់បលែងធម្មតាបលែងចេញចម្លើយចូលផ្ទះវិញវាស្គាល់ផ្ទះអូអត់ហើចូលក្នុងព្រៃទេអត់ទេអត់ហើចូលបាទមាន់ពួកនេះវាហើបានខ្ពស់អូហើខ្ពស់បើសិនជាយើងទុកវាបលែងនៅក្រៅហ្មងវាទុំលើដើមឈើហ្មងបាទចាប់វាឡើងដីលើចុងឈើអូខេតែពេលយើងបាច់ចំណៃទៅវាមកវិញដោយសារវាសមួយមនុស្សយើងហ្នឹងហើយហើយនៅខាងក្រោយនោះមានទ្រុងជុកព្រៃអូជុកព្រៃនេះយើងចិញ្ចឹមលម្អក៏លក្ខណៈមិនទៅអានេះយើងមានចិញ្ចឹមលក់ដែរហ្មងជុកព្រៃជុកព្រៃច្រើនកូននេះច្រើនដែរបាទអូខេចេញជាក្រុមហ្មងអូហើយទេđây là ông mưa cái gì hãy hôm ở đây nè wow ជាមួយនឹងបរិយាកាសដ៏ស្រស់ស្រាយអមជាមួយទេសភាពនិងសម្លេងទឹកហូរនៃបណ្ដោយទឹកធ្លាក់ឆាយខ្ពស់នៅខាងក្រោយនៃរីសតផ្ទាល់អ្នកស្នាក់នៅក្នុងរីសតនេះអាចចំណាយពេលលេងទឹកធ្លាក់ដោយផ្ទាល់ឬអាចងូតទឹកនៅក្នុងអាងដែលបូមចេញពីទឹកធ្លាក់តែម្ដងទឹកឡើងខ្លោឆ្វង់ហ្មងទឹកឃើញចង់មុជហ្មងអូខេអញ្ចឹងហើយយើងបូមទឹកពីក្នុងហ្នឹងយកទៅដាក់ក្នុងអាងរបស់យើងហើយអត់មានដាក់កបោដាក់អីទេអត់មានអីទាំងអស់មកធម្មជាតិអញ្ចឹងធម្មជាតិដូចទឹកក្នុងនេះអញ្ចឹងដូចទឹកក្នុងទឹកតែមួយហ្មងតែគ្រាន់ថាយើងបូមមកយើងមានម៉ាស៊ីន
យើងដាក់ចម្រោះ ចម្រោះទៀត កុំឲ្យមានសត្វល្អិតមានអីចូលក្នុងអាំងទឹកហ្នឹងបាទ អូលយហ្នឹង បាទបាទ ហើយលោកអ្នកក៏អាចកំងម្ហូបឆ្ងាញ់ៗជាច្រើនដែលសុទ្ធតែចិញ្ចឹមនិងដាំដោយធម្មជាតិថែមទៀតផងជាពិសេសនោះគឺការបង់ឬស្ទូចត្រីនៅក្នុងស្រះយកមកអាំងភ្លាមៗដែលជាសកម្មភាពដ៏រីករាយបំផុតមួយផងដែរបងប្អូនបើសិនជាបងប្អូនមានឱកាសទៅលេងនៅទឹកដីនៃសហគមន៍អេកូទេសចរជីផាតខេត្តកោះកុងហើយចង់រកកន្លែងស្នាក់នៅដែលមានបរិយាកាសស្ងប់ស្ងាត់ជាមួយនឹងធម្មជាតិដ៏ស្រស់ស្អាតខ្ញុំហ៊ាននិយាយថាសន្សើមរីសតមួយនេះគឺជាកន្លែងដែលលោកអ្នកមិនគួររំលងឡើយបងប្អូនចំពោះសន្សើមរីសតមានកន្លែងស្នាក់នៅជា3ប្រភេទគឺប្រភេទផ្ទះវីឡាបែបឯកជនប្រភេទបន្ទប់បឹងកាឡូនិងកន្លែងបោះតង់ដ៏ធំដែលលោកអ្នកអាចបោះតង់នៅជាប់មាត់ទឹកធ្លាក់ឆាយខ្ពស់នៅខាងក្រោយរីសតតែម្ដងបងអានេះជាផ្ទះដំបូងដែលយើងអាចថារៀបចំមុនគេ ហ្នឹងហើយមុនគេសម្រាប់យើងស្នាក់នៅតំហែបងគេដល់ពេលឥឡូវយើងចាប់ជីវ័តទៅដាក់ភ្ញៀវវិញ អូសុំចូលមើលតិចបានបន្ទប់នេះផ្ទះនេះតម្លៃប៉ុន្មានទៅបងមួយយប់ $60មួយយប់ហ៎ហើយអានេះដោះមកខ្លួនឯងហ្មងបងណែ ដោះយើងដាំមុនដាំបន្តិចតែនេះវាដោះមកតោងចេញមកយ៉ាងដូចគំនូយើង បាទស្អាតមែនតើ ចូលក្នុង បាទអូអូខេនេះបន្ទប់តម្លៃ$60ហ្មងណែ បាទបាទ វ៉ាវអញ្ចឹងអ្នកបងប្អូនហើយអ្នកដែលចូលចិត្តស្ងប់ស្ងាត់ក្រៅពីមើលទេសភាពមើលលេងមួយសัตว์មកដល់បន្ទប់ចូលគេគឺមានក្តីសុខមែនតើមើលបន្ទប់មើលក្តីបងនៅនេះបើ$60គាត់មានអាហារ breakfast អីដែលយើងរៀបចំជូនគាត់ដែរអត់ទេបង មានអាហារពេលព្រឹក មានអាហារពេលព្រឹករៀបចំជូនគាត់ដែរអូខេ យើងទទួលតែភ្ញៀវកក់ឯង ភ្ញៀវកក់ទេ ដោយសារយើងស្រួលពេលទទួលភ្ញៀវកក់យើងស្រួលរៀបចំឲ្យគាត់បានស្អាត អូអូខេអញ្ចឹងបងប្អូនដែលចង់មកស្នាក់នៅ resort ឈ្មោះសន្សើម បាទ សន្សើមប៉ុន្តែខ្ញុំហៅ High Day Resort ដោយសារមានចំសัตว์ច្រើនដែលដំណាំច្រើនអញ្ចឹងគាត់តែកក់ទុកមុន បាទ បើកក់ទុកមុនគាត់រៀបចំឲ្យមកស្អាតតែម្ដង បាទ កាសកន្លែងស្នាក់នៅអាហារអីណានេះបងពេញនិយមជាងគេដែលបងរៀបចំអាហារសម្រាប់ភ្ញៀវអីទៅ នៅនេះម្ហូបប្រចាំកន្លែងរបស់ខ្ញុំហ្មងមានបាញ់ឆាវស្នូលត្រពាំងជាមួយនឹងមាត់បាយមាន់គ្រាវ បាយមាន់គ្រាវ បាទ បាញ់ឆាវស្នូល ស្នូល ត្រ ត្រ ពាំង ពាំងហ្នឹងហើយ ប្លែកអត់ដែរលើចាំមើលថតមុខម្ហូបឲ្យបងប្អូនបានមើលវ៉ាវចូលមកឃើញ view ឃើញអាងទឹក បាទ ធំមែនតើ នេះល្មមកលំហែ បាទអញ្ចឹងដំបូងផុតយើងធ្វើរបៀបផ្ទះអានេះគេហៅដូចផ្ទះវីឡាបងណែ បាទ ផ្ទះវីឡាទាំងអស់មានប៉ុន្មានផ្ទះបង នេះមាន2 មាន2អូយើងធ្វើដំបូងអានេះសម្រាប់ខ្លួនឯង ខ្លួនឯងផ្ទាល់ទេនេះ ហើយមកបានយើងបង្កើតជាបឹងកាឡូ បាទ បឹងកាឡូមានប្រហែលដែរបង មាន មាន3ដែរ 3ដែរ អូខេហើយបន្ទប់ហ្នឹងតម្លៃចាប់ពី $40 $40អូខេស្អាតមែនតើហើយនេះអាចឡើងទៅលើ Sky Bar បានទេ បាទ អូ ឲ្យរៀបចំអាំងសាច់អាំងអីនៅលើបានទៀត លោមែនតើ ជូត បាទ នៅលើបាន អូខេស្អាតបងប្អូនឥឡូវនេះខ្ញុំកំពុងតែនៅ Resort High Day លាក់ខ្លួននៅតំបន់ G Park ហើយឥឡូវនេះបានមកជួបនឹងម្ចាស់ផ្ទាល់គឺបងវៃបងហើយជំរាបសួរបងបង្កើតតាំងពីពេលណាដែរបង Resort របស់យើងនេះ ចុងឆ្នាំ2023 ចុងឆ្នាំ2023 បាទ ដំណើរដើមតួមួយទៅបងក្នុងការបង្កើត Resort នេះឡើង ដំបូងយើងចង់បានផ្ទះលំហែពេលចាស់ទៅហើយ បាទ มันមកទិញដីនៅនឹងអញ្ចឹងពេលយើងដើរទិញដីច្រើនកន្លែងដល់ពេលមកឡើយយើងឃើញស្អាតទេសភាពស្អាត បាទ មានទឹកមានអីនៅក្រោយ អូខេហើយយើង ឆ្លាញ់បណ្ដោយ ឆ្លាញ់មកបង្កើតទៅបង បាទ តែដំបូងយើងបង្កើតនេះលក្ខណៈជាចំការហើយយើងធ្វើផ្ទះលក្ខណៈមកផ្ទាល់ខ្លួនឯងបន្ទាប់មកបានយើងវិវត្តពេលណាដែលបើយើងចាប់ផ្ដើមទទួលភ្ញៀវនៅនេះ ឆ្នាំនេះទទួលភ្ញៀវចុងឆ្នាំ2023 អូ ប៉ុន្តែយើងទិញដីនេះតាំងឆ្នាំចុងឆ្នាំ2020 បាទ យើងទិញមកយើងអភិវឌ្ឍមករហូត អូខេបងខ្ញុំចាប់អារម្មណ៍មែនតើនៅនេះយើងបង្កើត resort ប៉ុន្តែលក្ខណៈពិសេសរបស់យើងគឺមានចំសត្វច្រើនដូចនៅក្នុងដៃនេះមាន ពួកយើងស្រឡាញ់ សត្វនៅនេះ ចា resort ស្រឡាញ់សត្វគ្រប់ មានសត្វគ្រប់សត្វអាចថា high day នៅស្រុក high day នៅ real life បងនៅនេះមានសត្វប្រមាណប្រភេទដែលយើងចំបច្ចុប្បន្នអាច develop ខ្លះៗបានទេ មានច្រើនមានឆ្កែមាន guinea pig មានមាន់ព្រៃមានកដោមានទន្សាយ មានកណ្ដោទន្សាយអូខេ មានជ្រូក មានជួបអាចមើលអាចធូរបានខ្លះៗ បាទតាបងតា បាទអញ្ចឹងបងយើងនៅនេះយើងអាចថាដំណើរការតាំងពី2023ហើយឥឡូវនេះខាងក្រោយយើងនេះមានលក្ខណៈជាផ្ទះបឹងកាឡូក្រៅពីផ្ទះបឹងកាឡូយើងមានអីទៀតផ្សេងៗដែលយើងបានអភិវឌ្ឍនៅនេះបង យើងមានអាងទឹកមានផែក្រោយអង្គុយលេងបាទ អូខេហើយនៅខាងមុខនោះ មានផ្ទះថ្មនេះហៅផ្ទះថ្ម បាទ នេះហៅបឹងកាឡូ អូខេអញ្ចឹងអ្នកភ្ញៀវដែលគាត់មកសម្រាប់នៅទីនេះគាត់អាចថាទទួលបទពិសោធន៍ច្រើនណាស់មានទាំងទឹកធ្លាក់គេមានទាំងដំណាំហើយនៅទីនេះនៅពេលដែលរដូវប្រមូលផលគឺមានដំណាំអីខ្លះដែរគេច្រើន ខ្ញុំមាននៅនេះខ្ញុំមានភ្ញៀវមានសាវម៉ាវមានតារ៉េនមានមង្ឃុតមានស្ពឺ មានស្ពឺទៀត បាទនេះស្ពឺមានផ្លែស្រាប់ហើយមាន
មានបើ បាទ បាទ ចុះបងនៅខាងក្រោយយើងដូចនៅខាងក្រោយនេះតម្លៃពីប៉ុន្មានទៅ នេះតម្លៃ40រៀល 40រៀល 40រៀល អូ គេបានពីរ អូ នាក់ ខេបាទហើយនៅនេះយើងធ្វើប្រភេទនេះមានប្រហែលទេបង 3ផ្ទះ 3ផ្ទះអូខេហើយអញ្ចឹងទៅមុខទៀតយើងមានអីគេ អាងទឹកធម្មជាតិ អាងទឹកធម្មជាតិ នៅនេះគេពួកខ្ញុំធ្វើដើម្បីផ្ដោតទៅលើធម្មជាតិហ្មង បាទ អញ្ចឹងអាងទឹករបស់ខ្ញុំក៏បូមទឹកពីស្ទឹងមកដែរ អូ ហើយប្រើចម្រោះមួយអត់មានដាក់ថ្នាំដាក់អីមួយទឹកធម្មជាតិហ្មង អញ្ចឹង យើងមួយទឹកស្ទឹងនៅក្រោយយើង បាទអូអញ្ចឹងយើងនាំគ្នាទៅមើលទឹកធ្លាក់ហ្នឹងមកបង បាទបាទ ហើយនៅកាមអូនេះបងថាបងអាចថាកំណត់នៅនេះដោយសារយើងចូលចិត្តលេង high day ដែរក៏មិនបានយើងចាប់បង្កើតអានេះមកឃើញស្អាតដូច high day ពួកខ្ញុំស្រឡាញ់សត្វ បាទ ស្រឡាញ់សត្វនិយាយនេះស្រឡាញ់សត្វតាំងម្ដងហើយមកឃើញដីនេះយើងវាមានអំណោយផលហ្មងអំណោយផលចិញ្ចឹមសត្វមកបើទឹកមួយឆ្នាំទៅមួយឆ្នាំអត់ដាច់ទេទឹក អូ ទឹកហូរពីស្ទឹងខាងក្រោយក៏មានហូរពីខាងមុខនោះក៏មានទឹកចេញមកហ្មងនៅនេះណា បាទ អូខេហើយនៅនេះមានចិញ្ចឹមត្រីមានអីទាំងអស់យ៉ាង ចំត្រីទៀតញ៉ាំត្រីធម្មជាតិទៀត អញ្ចឹងអ្នកមកនេះក៏ដែរថាញ៉ាំសិលរបស់ធម្មជាតិណា ហ្នឹងហើយធម្មជាតិបង អូខេ ញ៉ាំធម្មជាតិ បាទ មន់ក៏ពួកខ្ញុំចិញ្ចឹមធម្មជាតិដែរឲ្យស៊ីតែពោតស្រូវអីទេ អញ្ចឹងហ៎ បាទ វ៉ា ហើយអាងទឹកនេះ អាងទឹកនៅខាងក្រោយនេះស្អាតមែនទែនអូ បាទ ចេញមកចំហាយត្រជាក់ ទឹកនេះគឺយើងប្រើសូឡាបូម បាទ តទៅពេលវាយើងមុជនៅហ្នឹងពេលតែពេញហើយគឺវាហូរចេញទៅខាងនេះហូរចេញទៅស្ទឹងធំនេះហ្មងអញ្ចឹងទឹកនៅហ្នឹងថ្មីរហូត អូមា ហើយ ន ខាងលើនោះយើងមានម៉ាស៊ីនចម្រោះយើងបូមពីស្ទឹងមកយើងចម្រោះនៅលើហ្នឹងมันធ្លាក់មកខាងក្រោមបាទ បងដីទំហំដីនៅនេះសរុបមកប្រហែលដែរបង មហត្តាជាង មហត្តាជាងណា បាទ ហើយមើលឆ្នៃអត់មានឲ្យសល់ប្រឡោះកន្លែងណាមួយណា បងថ្ងៃអនាគតមានគម្រោងក្នុងការអភិវឌ្ឍអីបន្ថែមទៀតទេនៅនេះ បើនៅនេះយើងបើសិនជាគេគ្រប់គ្រងតំបន់ទេសចរខ្មែរយើងច្រើនភ្ញៀវខ្មែរយើងគ្រប់គ្រងច្រើនពួកខ្ញុំចង់បើកហាងកាហ្វេនៅមុខនោះ អូ ហាងកាហ្វេញ៉ាំទូភ្ញៀវមកលេងហ្នឹងហ្មងណា បាទ ហ្នឹងហើយ អញ្ចឹងអនាគតទៅបើគេធ្វើផ្លូវស្អាតអីស្អាតភ្ញៀវមកច្រើនយើងអាចដាក់ហាងកាហ្វេ គម្រោងយើងមានហើយយើងមានអស់ហើយយើងមានទីតាំងយើងរើសឲ្យហើយអស់ហើយ បាទ នេះគេនេះភិក គេនេះពេកអូអ្នកនៅអ្នកដែលស្រឡាញ់សត្វមកទីនេះគឺអត់ខកចិត្តតែម្ដងហើយដេលាក់ខ្លួនវ៉ាវអានេះពូជវាពីណាមកដែរបង អានេះខ្ញុំទិញពូជមកប្រហែល5 10ក្បាលហើយទិញនៅស្រុកខ្មែរយើងខ្លះទិញពីវៀតណាមមកខ្លះ អូបាទអូខេប៉ុន្តែនេះចាញ់អាកាសធាតុទេបងដែរ អត់អីដែរ នៅស្រុកខ្មែរយើងអាចចំបានអូ បាទ ស្អាត ចំបាន ស្អាតមែនទែន ខ្ញុំតែ5 10ក្បាលលើឡើងចង់500ក្បាល អូពី5ដល់ក្បាលមកចិត្ត500ក្បាលនេះ នេះ អានេះគេហៅកសិដ្ឋាននេះគេហៅអូ យើងអត់តរៀបចំហើយកន្លែងនោះទៅមានផ្ទះមានអីឲ្យភ្ញៀវចូលលេងចូលអីបាន អូ បាទ នៅមានប្រហែលក្បាលហើយបងឥឡូវនេះ ចូលជាង20ក្បាលហើយ ចុះបងយើងគាត់ថាបង្កើតដល់នេះជួបផលលំបាកអីខ្លះដែរតែបងពេលបង្កើតដំបូង អូយអានេះនៅតំបន់នេះវាច្រើនភ្លៀងយើងបាក់ពេលរដូវភ្លៀងណា បាទ ពេលរដូវភ្លៀងយើងបាក់រឿង រៀបចំកន្លែង រៀបចំកន្លែងទូភ្ញៀវហ្នឹងហើយវាភ្លៀងបាច់រហូតភ្ញៀវចង់ដើរទៅលេងក៏បាក់ដែរសូម្បីពេលខ្លះភ្លៀងរហូតតយើងចេញពីបន្ទប់អត់រួច អូ ភ្លៀងរហូតហ្មង បាទចឹងបើតែពេលខ្លះភ្លៀងល្អវាស្រស់ស្អាតបើពេលខ្លះទៅវាធ្វើយើងពិបាករៀបចំកន្លែង ហ្នឹងហើយរៀបចំកន្លែងហ្នឹងហើយ ក្រៅពីនេះអាចថាមានផលលំបាកអីផ្សេងទៀតទេបង ពេលខ្លះហើយនៅនេះបើសិនជាភ្ញៀវចង់មកមួយថ្ងៃវាមកវល់ល្ងាចទៅផ្ទះវិញអញ្ចឹងណារៀងពិបាកតិចដោយសារយើងបាក់ឆ្លងសឡង់ណាមានសឡង់ពេលយប់ឡើងគេបិទហើយ អូ ហើយចាំមក8កន្លះអីគេបិទហើយអញ្ចឹងយើងបាក់ធ្វើដំណើរបើភ្ញៀវមានពេលអាចមកគេងមួយយប់ឬពីរយប់អីអាហ្នឹងល្អមិនស្រួល អូខេបង បាទ ល្អមែនតើ បាទ ចុះបងនៅខាងមុខនោះឃើញមានសត្វមានថែមទៀតបងណា មានកន្លែងដាក់គេនេះភីកន្លែងមន់ព្រៃកន្លែងអី បាទ កន្លែងឈប់បាទហើយមានទន្សាយទៀត មានទន្សាយទៀត បាទបាទ បងខ្ញុំឃើញចាប់អារម្មណ៍អានេះបងក្រៅពីការចិញ្ចឹមសត្វការដាំដំណាំអីផ្សេងៗមានដូចជាកសិកម្មទៀតបងឯងមានដាំដុះអីផ្សេងទៀត មានដាំដំណាំមានដាំស្ពៃដាំអីទៀតដោយសារនៅនេះភ្លៀងពេកយើងដាំអត់បាន បាទ អាហ្នឹងត្រូវការថ្ងៃ អូ បាទអាបន្លែត្រូវការថ្ងៃបន្លែលើទឹកហ្នឹង បាទអញ្ចឹងដូចបងថាមុនហ្នឹងអាចថាភ្លៀងហ្នឹងជួនកាលទៅវាជាផលលំបាកសម្រាប់យើងដែរភ្លៀងច្រើនពេក បាទ អូខេតែសរសើរបងដាំដំណាំហូបផ្លែបានច្រើនណា អូបាទ បាទស្អាតអូនេះទៅដល់ហើយយើងបងប្អូន បាទ នាំបងប្អូនទៅមើលអីគេពិសេសជាងគេវាចាំមន់ផង ចំបន់ព្រៃផង ចំបន់ព្រៃផង គេនេះភីកផង គេនេះភីកផង ពួកខ្ញុំតែ500ក្បាលឥឡូវឡើងខ្ញុំ500ក្បាល នៅនេះមានលក់ដែរបងឯងយើងលក់ឲ្យគេយកទៅចិញ្ចឹមតឯង បាទគេភ្ញៀវមកឆ្លាញ់អញ្ចឹងយកទៅចិញ្ចឹមតបានដាច់បិទជើងបាត់ គេបងនៅនេះយើងហៅទ្រុងអីគេ គេនេះភីក គេនេះភិក បាទ សរុបឥឡូវយើង500ក្បាល បាទ ពីមុនយើងចិញ្ចឹមតែ15ក្បាលឯង បាទ ហើយឥឡូវមានលក់ខ្លះដែរបង មានលក់តែបងវា បាទគោលបំណងធំក្នុងការចិញ្ចឹមសត្វទាំងអស់នេះមិនតែបង អានេះយើងទិញមកដើម្បីចុងលម្អរីសតយើង បាទ ឲ្យភ្ញៀវមកលេង
ចឹងទៅ មកចាប់ មក លេ ពី ង ឃើញ មកបីចឹងទៅហើយ អត់សេខំមិនអត់សេខំកម្រខំមនុស្សអាហ្នឹង បាទ បាទ អូខេហើយយើងក៏មានលក់ខ្លះដែរ បាទមានលក់ខ្លះដែរ អាចថាការលក់នេះយើងលក់ពវល ពវល់ចំណៃ ចំណៃ បាទបាទ ហើយពេលខ្លះទៅបើយើងទុកច្រើនពេកក៏អត់សូវនេះ អ បា ត់ ន ហ្នឹង ដែរ ហើយច្រើនពេកមាននេះណែបើចំណៃបើចង់និយាយថាមួយខែស៊ីចំណៃអត់ច្រើនណា បាទអញ្ចឹងបងប្អូនដែលស្រឡាញ់ Guinea Pig អាចមក resort សន្សើម resort សន្សើមអាចមកលេងផងអាចមកទិញយកទៅ បាទ មានតម្លៃសមរម្យច្រើន បាទមានច្រើនតម្លៃ បាទ មានច្រើនតម្លៃមានពីទូថ្លៃទៅថ្លៃមានមួយក្បាលមានពី5រៀលទៅ 5រៀល បាទ អូមានតែ5រៀលអាចទិញយកទៅជិះ បាទបាទ ហើយមើលមេមួយកូនរហូតដល់5អីតាមកើតទេនេះ ហ្នឹងហើយតាមកើតតាមកើតព្រឹកមិញតាមកើតព្រឹកមិញ បាទអូខេចាឥឡូវនេះបងប្អូនចូលមកដល់ទ្រុងមាន់វិញមកពីសត្វ Guinea Pig ឥឡូវមកដល់ទ្រុងមាន់បងមាន់នេះសិតមាន់ព្រៃក៏មិនដែរ មន់ព្រៃបងមន់ព្រៃ ហើយមាន់នេះយើងអាចថាបរិភោគដែរក៏មិនដែរប រិភោគទេតាហើយលក់ដែរបើមានគេឆ្លាញ់ចង់ទិញមានភ្ញៀវចង់ទិញណាចង់ទិញច្រើនគេសុំទិញ បងអានេះធម្មតាយើងបលែងវាដែរអត់ក៏មិនដែ ប រ លែងតាមធម្មតាបលែងតែសារនេះគឺធ្វើការអត់បលែងធម្មតាបលែងចេញចម្លើយចូលផ្ទះវិញវាស្គាល់ផ្ទះ អូអត់ហាចូលក្នុងព្រៃទេ អត់ទេអត់ទេអត់ហាចូលទេ បាទមាន់ពួកនេះវាហើបានខ្ពស់ អូហាខ្ពស់បើសិនជាយើងទុកវាបលែងនៅក្រៅហ្មងវាទុំលើដើមឈើហ្មងបាទចាប់វាឡើងដេកលើចុងឈើ អូអូខេ តែពេលយើងបាច់ចំណៃទៅវាមកវិញ មកវិញ បាទ ដោយសារវាសមមួយមនុស្សយើង ហ្នឹងហើយ អូខេហើយនៅខាងក្រោយនោះមានទ្រុង ជុកភ័យ ជុកព្រៃអូជុកព្រៃនេះយើងចិញ្ចឹមលម្អក៏លក្ខណៈមិនទៅ អានេះយើងមានចំលក់ដែរបងជុកភ័យ អូ ជុកភ័យច្រើនកូននេះច្រើនដែរបាទ អូខេ ចេញជាក្រុមហ្មង អូហើយទេ đây là ông mưa cái gì hãy hôm ở đây nè វ៉ាវបងមុនអាចប្រហែលតិចបានហើយមុននឹងមកបង្កើត business នេះពីមុនធ្លាប់ប្រកបអាជីវកម្មអីដែរបច្ចុប្បន្នឬក៏មាន business ផ្សេង ពីមុននឹងបើកនេះខ្ញុំបើកទឹកសៀងទៅប្រទេស អូ ហើយពួកខ្ញុំទិញ franchise មីហិលបើកមីហិល បាទ បាទ អូអញ្ចឹង franchise មីហិលដែល សេអូ7យ៉ាង សេអូនបើយ៉ាងបងអ្នកទិញ franchise មក អត់ទេខ្ញុំទិញគេមានទិញច្រើនតែខាងគ្រួសារខ្ញុំមានទិញប្រហែល13សាខា អូអញ្ចឹងបងប្អូនមួយចំនួនទៅញ៉ាំមីហិលសេអូអាចប៉ះចំសាខាបង បាទ អូខេបងចុះតាមពិតគោលម្ដងពេលថែមួយទៀតខាងមុនការដែលជ្រើសរើសក្នុងការមកបង្កើត resort នៅនេះស្នាក់នៅនេះអាចថាជា mental health អីដែរពីមុនដែរបង អូពីមុនដោយសារយើងចង់មកទិញដីនៅនេះដោយសារយើងចង់ទិញផ្ទះលំហែសម្រាប់ពេលយើងចាស់ទៅ បាទ ដោយសារខ្ញុំពីមុនមានបញ្ហាសុខភាព បាទហើយតទៅពេលឥឡូវទៅ ឥឡូវយើងធូរយើងវិល នៅជាមួយធម្មជាតិ ណា enjoy ខ្លះ បាទល្អមែនតើបងហើយនោះទន្សាយបង បាទនេះចូលតាមនេះ អូខេអូច្រកចូលច្រើនណាស់បងប្អូន នេះទន្សាយអាចថតបាន ទន្សាយនេះមានច្រើនពូជដែរក៏ មានពូជទូចមានពូជកម្មញ៉ៃមានពូជធម្មតា អូខេ ពូជនេះហៅពូជទូចអានេះកម្មញ៉ៃនៅពេលយើងងាយទៅដូចកម្មញ៉ៃហ្មង បាទអូស្បែកវា រោមដូចកម្មញ៉ៃហ្មងហើយអត់គេអត់ខំទេនេះមកងាយដូចកម្មញ៉ៃលោកងាយ អូយកម្មនិយាយមែនណាអូគេធ្វើមកហើយអានេះក៏យើងលក់ចែកឲ្យអ្នកដែលគាត់ចង់ចិញ្ចឹមដែរអូក៏ទៅអាចថាចិញ្ចឹមតាំងលម្អផងអ្នកដែលគាត់ស្រឡាញ់ យកទៅបាទ នេះផងដែរយកទៅចិញ្ចឹមតផងដែរហើយមកដល់នេះដល់ទ្រុងមួយទៀតហើយ ទ្រុងឈូក អូអញ្ចឹងបានថាអ្នកចង់សាយតែចូលចិត្តលេងហើយដែរបានមកបង្កើតនៅនេះ បាទហ្នឹងហើយតអ្នកស្រឡាញ់ដែរបាទអាចធ្វើបាន បាទសិតតែជ្រូកនេះអានេះ នេះជ្រូកអេសាន ជ្រូកអេសាន អូកដោកាត់ព្រៃ បាទច្រើនក្បាលណាហើយមកខាងនេះសិតស្រះត្រីវិញ ខាងនេះត្រីចំត្រីធម្មជាតិមានច្រើនមុខហ្នឹងតែខាងមួយទៀតផង បាទ នេះត្រីទីទៀតបងត្រីយកត្រីញ៉ាំមកភ្លុំ អូ មានទាំងត្រីហើយមានទាំងព្រៀបនោះ អូព្រៀបក៏មាននៅព្រៀប អូច្រើនមុខច្រើនម៉ាក់ណា នេះបងខែនេះដែលយើងចង់បើកហាងកាហ្វេហ្នឹង ហ្នឹងទីតាំងហ្នឹងខ្ញុំបើកហាងកាហ្វេហ្នឹងខ្ញុំធ្វើទឹកធ្លាក់មកខាងនេះខ្ញុំធ្វើហ្នឹងហើយ បាទអូខេ ទីតាំងហ្នឹងណា អូខ
ឥឡូវយើងថាដើរមើលតែបរិវេណទឹកជ្រោះក៏មានអត់មានតបានទៅដល់ទឹកជ្រោះ ទឹកជ្រោះបាទអត់បានទៅដល់ប៉ុន្តែឥឡូវដើរមើលសិតតែកន្លែងចំសัตว์មានដំណាំគ្រប់មុខគ្រប់ម៉ាកដែលបងប្អូនអាចថាស្រឡាញ់ដំណាំចង់មើលដំណាំចង់មកភ្លក់ដំណាំនៅថ្ងៃខែរដូវបុណ្យផ្លែម្ដងអាចមកបាននេះមកខែ6ខែ7ខែ8សបោផ្លែឈើសបោតាមម៉ៅតារ៉េនមកខុតអីសបោនេះអូសិតតែរបស់ឆ្ងាញ់បាទអ្នកជីផានវាច្រើនគេសបោគេលក់នៅហ្នឹងហ្មងខ្ញុំចាំឥឡូវនេះដោយសារបងប្អូននិយាយបានមើលច្រើនហើយទៅលើបរិវេណជុំវិញខ្ញុំចង់ឲ្យបងនាំទៅបន្ទប់មើលបន្ទប់វិញតើនៅនេះកន្លែងស្អាតអញ្ចឹងតើបន្ទប់រៀបចំមិនដែរនៅនេះបាទតោះបងអានេះជាផ្ទះដំបូងដែលយើងអាចថារៀបចំមុនគេហ្នឹងហើយមុនគេសម្រាប់យើងស្នាក់នៅសំហែបងគេថាពេលឥឡូវយើងចាប់ជីវត្តទៅដាក់ភ្ញៀវវិញអូសុំចូលមើលតិចបានបន្ទប់នេះផ្ទះនេះតម្លៃប៉ុន្មានទៅបងមួយយប់$60មួយយប់បងអូហើយអានេះដោះមកខ្លួនឯងហ្មងបងណែដោះយើងដាំមុនដាំបន្តិចតែនេះវាដោះមកតោងចេញមកយ៉ាងដូចគំនូយើងបាទស្អាតមែនតើតោះចូលក្នុងបាទអូអូខេនេះបន្ទប់តម្លៃ$60ហ្មងណែបាទវ៉ាវអញ្ចឹងអ្នកបងប្អូនហើយអ្នកដែលចូលចិត្តស្ងប់ស្ងាត់ក្រៅពីមើលទេសភាពមើលលេងមួយសัตว์មកដល់បន្ទប់ចូលគេគឺមានក្តីសុខមែនតើមើលបន្ទប់មើលក្រេបងនៅនេះបើ$60គាត់មានអាហារ breakfast អីដែលយើងរៀបចំជូនគាត់ដែរអត់ទេបងមានអាហារពេលព្រឹករៀបចំជូនគាត់ដែរអូខេនៅនេះបើឮថាអត់ទទួលភ្ញៀវ walk in ទេបាទពេលច្រើនយើងទទួលតែភ្ញៀវកក់ឯងភ្ញៀវកក់ទេដោយសារយើងស្រួលពេលយើងទទួលភ្ញៀវកក់យើងស្រួលរៀបចំឲ្យគាត់បានស្អាតចឹងអូខេអញ្ចឹងបងប្អូនដែលចង់មកស្នាក់នៅ resort ឈ្មោះសន្សើមប៉ុន្តែខ្ញុំហៅ High Day Resort ដោយសារមានចំសัตว์ច្រើនហើយដំណាំច្រើនអញ្ចឹងគាត់តែកក់ទុកមុនបាទកក់ទុកមុនគាត់រៀបចំឲ្យមកស្អាតតែម្ដងកាសកន្លែងស្នាក់នៅអាហារអីនៅនេះបងពេញនិយមជាងគេដែលបងរៀបចំអាហារសម្រាប់ភ្ញៀវអីទៅនៅនេះម្ហូបប្រចាំកន្លែងរបស់ខ្ញុំហ្មងមានបាញ់ឆាវស្នូលត្រពាំងជាមួយនឹងមាត់បាយមាន់គ្រាវបាញ់ឆាវស្នូលត្រពាំងហ្នឹងហើយប្លែកអត់ដែរលឺចាំមើលថតមុខម្ហូបឲ្យបងប្អូនបានមើលអូខេចូលបាទអូអានេះបាទអូខេបើកឲ្យស្រាប់វ៉ាវចូលមកឃើញ view ឃើញអាងទឹកបាទធំមែនតើនេះល្មមមកលំហែបាទអញ្ចឹងដំបូងផុតយើងធ្វើរបៀបផ្ទះអានេះគេហៅដូចផ្ទះវីឡាបងណែបាទផ្ទះវីឡាទាំងអស់មានប៉ុន្មានផ្ទះបងនេះមាន2អូយើងធ្វើដំបូងអានេះសម្រាប់ខ្លួនឯងផ្ទាល់ទេនេះហើយមកបានយើងបង្កើតជាបឹងកាឡូបាទបឹងកាឡូមានប្រហែលដែរបងមាន3ដែរអូខេហើយបន្ទប់ហ្នឹងតម្លៃចាប់ពី$40បាទអូខេស្អាតមែនតើហើយនេះអាចឡើងទៅលើ Sky Bar បានទេបានអូហើយរៀបចំអាំងសាច់អាំងអីនៅលើបានទៀតមានមែនតើជូតបាទនៅលើបានអូខេស្អាតបងអានេះផ្ទះយើងមួយទៀតនេះបាទផ្ទះទី2នេះមានលេខនៅក្នុងសន្សារ02អូស្អាតណាស់បងមើលពីខាងក្រៅអានេះជាដៀង resort boutique យើងវិឡាតិចស្អាតបាទនេះកន្លែងយើងញ៉ាំអីដោយសារម្ចាស់ធ្វើសម្រាប់ខ្លួនឯងចឹងតែស្អាតតែម្ដងហើយមានបងប្អូនច្រើនយើងធ្វើ2 3កន្លែងទៅដើម្បីឲ្យបងប្អូនមកលេងឥឡូវមកយើងចាប់ផ្ដើមវិវត្តទៅជាកន្លែងសម្រាប់ទទួលភ្ញៀវទេសចរបាទអូហាឋានយើងបាទចឹងពិសេសត្រង់ថានៅទីនេះយើងអត់ទទួលភ្ញៀវ walk in ទេបាទតោះតែគាត់កក់ទុកមុនហ្នឹងហើយកក់ទុកមុនទៅទទួលបានម្ហូបល្អបាទបាទចឹងកន្លែងនេះកន្លែងយើងបោះតង់ហ៎បងបាទហ្នឹងបោះតង់ជាប់បោះទឹកហ្មងបាទជាប់បោះទឹកបោះតង់នៅនេះតង់យើងគិតមិនហ៎បងតង់មួយ$20អូគេបាន2នាក់មានពុកមានខ្នើយមានភួយនៅក្នុងហ្នឹងបាទហើយយើងមានបន្ទប់ទឹកឲ្យមកស្អាតបាទបន្ទប់ទឹកសាធារណៈខាងក្រៅបាទបងនៅនេះពេលដែលអាចថាទទួលភ្ញៀវហ្មងពេលណាដែលបងបើកទទួលភ្ញៀវច្រើនជាងគេខែណាភាគច្រើនចុងខែ11ទៅចុងខែ11ទៅដោយតាមទទួលភ្ញៀវរហូតទៅហើយដោយសារពេលហ្នឹងវាអត់សូវភ្លៀងហ្មងបាទភ្លៀងហើយទេសភាពស្អាតទៀតចុងខែ11ទៅទឹកក៏ស្អាតដែរហើយភ្ញៀវភាគច្រើនអានេះប្រភេទម៉េចតើបងខាងខ្ញុំហ្នឹងភាគច្រើនតែភ្ញៀវសិស្សសាលាភ្ញៀវធនាគារភ្ញៀវអីចឹងជាលក្ខណៈក្រុមហ៊ុនណាបាទគាត់អាចមកជាលក្ខណៈ team building ហ្នឹងហើយ team work ហ្នឹងហើយឬក៏ចុះកម្មសិក្សាហ្នឹងមួយគ្នាភ្ញៀវសាលារៀនអីហ្នឹងក៏មកដែរមានគ្រូមានសាលាបរទេសសាលាបរទេសក៏មកបាទទឹកឡើងខ្លោឆ្វង់ហ្មងបងទឹកឃើញចង់មុជហ្មងអូខេអញ្ចឹងហើយយើងបូមទឹកពីក្នុងហ្នឹងយកទៅដាក់ក្នុងអាងរបស់យើងហើយអត់មានដាក់កបោដាក់អីទេអត់មានអីទាំងអស់មកធម្មជាតិអញ្ចឹងធម្មជាតិដូចទឹកក្នុងនេះអញ្ចឹងដូចទឹកក្នុងទឹកតែមួយហ្មងតែគ្រាន់ថាយើងបូមមកយើងមានម៉ាស៊ីនយើងដាក់ចម្រោះទៀតកុំឲ្យមានសត្វល្អិតមានអីចូលក្នុងអាងទឹកហ្នឹងបាទអូលយហ្នឹងបាទបងចង់សម្រាប់អ្នកដែលគាត់មកលេងនៅ G Park នេះហ្មងគាត់អាចធ្វើ activity អីខ្លះទៅបងនៅនេះយើងអាចមាន
នៅនេះមានខាងសហគមន៍គេមានខាងក្រុមគេ បាទ បើយើងមកហ្នឹងយើងអាចតាក់ទងខាងខ្ញុំក៏បានតាក់ទងទៅខាងសហគមន៍ក៏បានដែរ បាទ សហគមន៍ហ្នឹងគេមានមានជីទូកមើល7ពេកជីទូកមើលថ្ងៃលិចហើយនឹងឡើងភ្នំអីចឹងទៅឬក៏ជីទៅមើលភ្នំបុរាណមើលអីចឹងទៅឬក៏លេងទឹកជ្រោម7ជាន់ បាទអូខេ មានច្រើនកន្លែង ហើយអញ្ចឹងបើចង់បានកន្លែងគេងស្នាក់នៅដែលស្អាតជាប់មាត់ទឹកយ៉ែហើយទឹកកលេស្អាតហើយមានសត្វដែលយើងអាចលេងកម្សាន្តបានអាចមករូម resort សន្សំបាទបាទអូខេបងហើយបងចាស់អ្នកដែលគាត់ចង់តាក់ទងមកបងអាចតាម Facebook page ឬលេខទូរស័ព្ទអីដែរអាច តាម Facebook page ក៏បានតាមលេខទូរស័ព្ទដៃ086 63 ក្រេ3 63ក្រេ3បាទអូខេបងបានហើយអាចបិទឬចង់សួរមកសំណួរទៀតដែរមិនចង់សួរបងមេរៀនធំអីខ្លះពីការរកស៊ីមួយរយៈដែរអាចចែកម្លែកតិចបានទេបង អូមេរៀនធំ បាទ ធំបើយើងចង់ធ្វើអីមួយមេរៀនធំជាងគេយើងគិតពីដើមទុនរបស់យើងសិន អូខេ ហើយយើងសិក្សាពីហ្នឹងមុន បាទហើយអីទៀតទៅបងចំណងចំណូលចិត្ត ហើយចំណងចំណូលចិត្តអញ្ចឹងគប់សំអាហ្នឹងមកទៀត បាទអូខេ ហ្នឹងហើយ បងអញ្ចឹងអរគុណបងច្រើនមែនតើដែលបានចំណាយពេលធួមកកន្លែង resort របស់បងតតែម្ដងតាំងពីមុខមកដល់នេះរឿងទៅមកជុំឲ្យដល់មកទៅទៀតបងចង់ក្រោយខ្ញុំចង់ឲ្យបងចែកម្លែកតិចបានទេមេរៀនធំអីខ្លះដែលបងបានរៀនពីការធ្វើអាជីវកម្មកន្លងមកនេះ បើសម្រាប់ខ្ញុំហ្មងបើថាយើងចង់សំខាន់បំផុតយើងចង់ធ្វើមួយគឺយើងគិតទៅលើដើមទុនរបស់យើងសិន បាទ ហើយចាំយើងដើរតាមក្តីសម័យរបស់យើងតាមក្រោយ បាទ អូខេអញ្ចឹងយើងត្រូវគិតពីដើមទុនយើងសិន បាទ បាទ ព្រោះធម្មតាអាហ្នឹងសំខាន់ជាងគេដើមទុន បាទអូខេបងអរគុណច្រើនមែនទែនបងអរគុណច្រើន បាទអរគុណ